ជំរាបសួរសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងរ៉ាវមួយដ៏គួរខ្លាចមកបកស្រាយចែកជូនទៅដល់បងប្អូនស្ដាប់កំសាន្តទាំងអស់គ្នាដែលរឿងរ៉ាវនេះនិយាយតាក់ទងជាមួយនឹងខ្មោចព្រៃដែលវាចូលមកអុកឡុកនៅក្នុងភូមិនិងសម្លាប់អ្នកភូមិផងដែរចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំដូចតទៅនៅក្នុងភូមិមួយប្រជាជនប្រកបមុខរបរបរបាញ់សត្វព្រៃនិងកាប់ឈើលក់ដោយសារការចំនួននោះប្រជាជនពុំសូវមានការងារធ្វើច្រើនទេហើយរឿងនេះទៀតសោតកើតឡើងនៅក្នុងឆ្នាំ1970នៅក្នុងភូមិនោះមានពេលព្រៃចំនួន3នាក់ម្នាក់ឈ្មោះថាសួនចំណែកម្នាក់ទៀតឈ្មោះថាសឹមឯព្រានព្រៃដែលក្មេងជាងគេនោះគឺឈ្មោះថាប្រាក់បងប្រាក់គឺជាកូនរបស់លោកអ៊ំសួនហើយលោកអ៊ំសួនទៀតសោតគឺជាព្រានព្រៃម្នាក់ដែលមានអាគមកិថាខ្លាំងពូកែជាងគេនៅក្នុងចំណោមព្រានព្រៃទាំង3នាក់នេះថ្ងៃមួយអ៊ំសួនបងសឹមនិងបងប្រាក់បានចូលទៅក្នុងព្រៃដើម្បីធ្វើការប្រមាញ់សត្វព្រៃពេលដែលគាត់ចូលទៅក្នុងព្រៃផងដែរពួកគាត់បានដើររកមើលស្នាមដានជើងសត្វព្រៃដោយសារតែថ្ងៃហ្នឹងមិនសូវមានសត្វព្រៃដើរឆ្លងកាត់ទៀតទេនៅថ្ងៃនេះនៅក្នុងព្រៃហាក់ដូចជាស្ងាត់ជ្រងំតែម្ដងពីសពមួយដងថ្ងៃនេះក្នុងព្រៃមិនសូវមានសត្វសោះហាក់ដូចជាស្ងាត់ជាងរាល់ដងទើបគាត់រកវិធីនឹងដាក់អន្ទាក់វិញម្ដងការដែលគាត់គិតរួចហើយគាត់ក៏បានរៀបចំអន្ទាក់ហើយពួកគាត់បានរៀបចំអន្ទាក់រួចហើយបានឡើងទៅលើដើមឈើដើម្បីលើកមើលអន្ទាក់របស់ពួកគាត់ហើយពេលនោះដែរមេឃក៏ចាប់ដើមងងឹតបន្តិចទៅហើយខណៈពួកគាត់កំពុងតែនៅលើដើមឈើខណៈពេលនោះដែរសត្វក្តាន់មួយបានចូលក្នុងអន្ទាក់របស់គាត់នៅពេលនោះអ៊ំសួនបានប្រាប់ទៅកាន់បងប្រាក់ដែលជាកូនថាឲ្យឆាប់ទៅដោះក្តារនោះទៅក្រែងវារួចទៅបាត់បងប្រាក់រៀបចំនឹងចុះទៅហើយក៏មានខ្យល់បក់វូវូធ្វើឲ្យត្រជាក់បះរំច្រាងពេលនោះដែរមានខ្មោចព្រៃមួយស្រីមកខំហាយស៊ីសត្វក្តាន់នោះដែលជាប់អន្ទាក់នោះយ៉ាងសាហាវពេលនោះដែរបងប្រាក់យាកំភ្លើងរៀបនឹងបាញ់ទៅហើយអ៊ំសួនបានប្រាប់ទៅកាន់បងប្រាក់ថាក្របកំភ្លើងធម្មតាមិនអាចបាញ់វាស្លាប់នោះទេទើបអ៊ំសួនគាត់បានយកក្របកំភ្លើងពីថងយាមរបស់គាត់មកសូត្រមន្តគៀមអាគមគិថាចូលទៅក្នុងក្របកំភ្លើងនោះឲ្យទៅកាន់បងប្រាក់ខណៈពេលនោះបងប្រាក់រៀបចំនឹងបាញ់វាដែរតែអ៊ំសមបានប្រាប់ទៅបងប្រាក់ថាបាញ់វាឲ្យចំក្បាលបើសិនបាញ់មិនចំក្បាលនោះទេវាមិនស្លាប់នោះទេពេលនោះបងប្រាក់បានទទួលក្របកំភ្លើងពីអ៊ំសួនរួចហើយគាត់ដាក់ចូលទៅក្នុងកំភ្លើងរៀបចំនឹងបាញ់ទៅហើយតែចៃដនអីធ្វើឲ្យកំបិតដែលនៅចង្កេះបានធ្លាក់ចុះទៅក្នុងដីខ្មោចព្រៃលឺដូច្នេះហើយក៏ងាកទៅមើលលើបានឃើញពួកគាត់ទាំង3នាក់ខ្មោចព្រៃនោះរៀបចំនឹងវាយប្រហារពួកគាត់ទៅហើយពេលនោះបងប្រាក់បានបាញ់ទៅកាន់ខ្មោចព្រៃនោះចំនួន1គ្រាប់ប៉ុន្តែមិនចំគោលដៅក្បាលវានោះទេគឺចំត្រឹមខ្លួនធ្វើឲ្យវាស្រែកលឺលំពងឡើងពេញព្រៃដោយសារតែឃើញជឿចាប់ខ្លាំងពេកពេលនោះលោកអ៊ំសួនបានបាញ់ទៅកាន់ខ្មោចព្រៃនោះថែម1គ្រាប់ទៀតចំកណ្ដាលក្បាលធ្វើឲ្យវាស្រែកលឺលំពងពេញព្រៃកាន់តែខ្លាំងឡើងហើយវាក៏បានស្លាប់នៅពេលនោះដែរហើយក៏រលាយសាកសពនៅក្នុងទីនោះដែរហើយលោកអ៊ំសួនក៏ដឹងច្បាស់មុនប្រកាសថាច្បាស់ជាមានខ្មោចព្រៃមួយទៀតដែលជាខ្មោចប្រុសគាត់បានប្រញាប់ប្រាប់ទៅកាន់អ៊ំសឹមហើយនឹងប្រាប់ទៅកាន់បងប្រាក់ថាប្រញាប់ចុះទៅចាប់ចុះពីលើដើមឈើនេះទៅមុននឹងខ្មោចព្រៃមួយទៀតបានមកដល់គាត់ទាំង3នាក់បានចុះមកដល់
đầyហើយcó miên cho bọ rồi chẹ ơi bự chọn khnon anh ạ bê nụ đái có lệch riêng mọi bầy mùi tiết có ban bằng hành mục lãng cua khai miệt thông khmau ngưng ngất bò nệ bò cờ hom sông lăng một quát dạng cua khai đời xa tà vía khăn nâng ấm xuân đại xâm lậpประពន្ធរបស់វាឲ្យវាបានធ្វើការវាប្រហារពួកគាត់នៅក្នុងពេលនោះតែម្ដងទៅអ៊ំសួនបានតតាំងជាមួយខ្មោចព្រៃនឹងឲ្យអ៊ំសួនបានប្រាប់ទៅកាន់បងប្រាក់ហើយនឹងអ៊ំសឹមឲ្យប្រញាប់គេចខ្លួនទៅផ្ទះមុនទៅទុកឲ្យគាត់នៅតទល់ជាមួយខ្មោចព្រៃនេះតែម្នាក់ឯងចោះបងប្រាក់និងអ៊ំសឹមបានប្រញាប់ធ្វើដំណើរទៅកាន់ភូមិដើម្បីរកជំនួយហើយអ៊ំសួនបានធ្វើការប្រយុទ្ធគ្នាជាមួយនឹងខ្មោចព្រៃនឹងអស់រយៈពេលជាយូរដោយសារតែខ្មោចព្រៃនឹងវាមានអានុភាពខ្លាំងអស្ចារ្យទើបធ្វើឲ្យអ៊ំសួនបានអស់កម្លាំងហើយបានចាញ់ក្នុងការប្រយុទ្ធនេះទៅក្រោយមកទៀតខ្មោចព្រៃនេះបានខំហាយសៀមសួនចាងសាហាវក្រោយមកទៀតការដែលបានស៊ីសាច់អ្នកដែលមានអាគមក្នុងខ្លួនបែបនេះធ្វើឲ្យខ្មោចព្រៃនេះរឹតតែមានអំណាចខ្លាំងជាងមុនទ្វេដងនិយាយពីបងប្រាក់និងអ៊ំសឹមវិញបានមកដល់ក្នុងភូមិបានប្រាប់ពីដំណឹងនេះទៅកាន់អ្នកភូមិឲ្យប្រាប់ឲ្យអ្នកភូមិចាប់ប្រញាប់ទៅរកគ្រូដើម្បីទៅជួយអ៊ំសួននៅក្នុងភូមិមានគ្រូណាខ្លាំងពូកែនោះទេប៉ុន្តែមានគ្រូម្នាក់ដែលគាត់ផ្ទះគាត់រៀងនៅឆ្ងាយពីគេគឺគាត់នៅភូមិផ្សេងពីលោកអ៊ំសួនលោកគ្រូនោះមានឫទ្ធិអំណាចខ្លាំងអស្ចារ្យពូកែខាងចាប់ខ្មោចនិងបិសាចតែគាត់រស់នៅភូមិឆ្ងាយពីអ៊ំសឹមនិងអ្នកភូមិបានធ្វើដំណើរជាងកន្លះថ្ងៃទម្រាំទៅដល់ផ្ទះលោកគ្រូនោះអ្នកភូមិបងប្រាក់និងអ៊ំសឹមបានអញ្ជើញលោកគ្រូនោះឲ្យទៅបង្ក្រាបខ្មោចនៅក្នុងព្រៃនោះលោកគ្រូបានយល់ព្រមថានឹងទៅបង្ក្រាបខ្មោចតែប្រាប់ទៅកាន់អ្នកភូមិដើម្បីឲ្យប្រាប់ទៅកាន់អ្នកភូមិត្រូវប្រោះត្រូវទៅជាមួយគាត់ដើម្បីបានជាគ្នាឲ្យគាត់ប្រាប់ទៀតថាអ្នកភូមិស្រីនៅផ្ទះចោះទៅតែអ្នកភូមិប្រោះទៅបានហើយឲ្យគាត់បាននាំអ្នកភូមិចូលទៅក្នុងព្រៃនោះដែលមានលោកអ៊ំសឹមនិងបងប្រាក់ជាអ្នកនាំផ្លូវឲ្យធ្វើដំណើរអស់រយៈពេលចំនួនកន្លះថ្ងៃបានទៅដល់កន្លែងដែលលោកអ៊ំសួនប្រយុទ្ធជាមួយនឹងខ្មោចព្រៃនោះតែពេលទៅដល់គួរឲ្យសង្វេគណាស់ឃើញសាកសពអ៊ំសួនត្រូវបានខ្មោចព្រៃនេះនៅសល់តែបន្តិចនោះទេហើយលោកគ្រូបានពាត់ខ្សែសីមាជា4ជ្រុងហើយឲ្យអ្នកភូមិទាំងអស់អង្គុយក្នុងសីមានេះឲ្យគាត់ប្រាប់ទៀតថាទោះជាមានរឿងអ្វីសូមកុំចាក់ចេញពីខ្សែសីមានេះឲ្យសោះមិនថាលើអ្វីមិនថាមានរឿងអ្វីក៏ដោយឲ្យគាត់បានអង្គុយនៅខាងមុខឲ្យតាំងសមាធិដើម្បីហៅខ្មោចព្រៃនោះមកចរចាគ្នាមួយសន្ទុះក្រោយមកមេឃចាប់ផ្ដើមងងឹតមានខ្យល់បក់តិចធ្វើឲ្យព្រឺឆ្អឹងខ្នងក្រោយមកទៀតទើបមានការលេចឡើងរូបមួយមកយ៉ាងខ្មៅងងឹតភ្នែកពណ៌ក្រហមយ៉ាងគួរឲ្យខ្លាចអ្នកភូមិទាំងអស់មានការផិតភ័យជាខ្លាំងលោកគ្រូបានប្រាប់ទៅកាន់អ្នកភូមិថាសូមកុំខ្លាចបើសិនជាមានខ្ញុំនៅទីនេះហើយសូមនៅឲ្យស្ងៀមសូមកុំចេញពីខ្សែសីមានេះឲ្យសោះទោះជាមាននឹងអ្វីកើតឡើងក៏ដោយលោកគ្រូបានធ្វើការចរចាជាមួយខ្មោចនោះហេតុអ្វីបានជាឯងមកអុកលុកអ្នកភូមិបែបឆ្នេះខ្មោចនោះថាមកពីវាសម្រាប់ប្រពន្ធយើងទើបបានយើងមកតាមសម្រាប់ពួកវាដូចនេះបានហើយការចុងពៀនឹងគ្នាវាមិនបានអីវិញទេចាំពួកគេនឹងធ្វើបន់ឲ្យឯងទៅចោះតែខ្មោចព្រៃនោះហាក់ដូចជាមិនព្រមនោះទេ
ឲ្យខ្មោចព្រៃនោះលោតមកចុងប្រហាប់នៅពេលនោះតែម្ដងតែដោយសារតែមានខ្សែសីមានោះទើបធ្វើឲ្យខ្មោចព្រៃចូលមិនកើតពេលនោះដែរលោកគ្រូបានយកក្របីសម្រិតរបស់គាត់ចេញពីថង់យាមមកឲ្យសូត្រផ្លុំលិចរូបរាងបានជាក្របីមួយយ៉ាងធំខ្មៅមានភ្នែកពណ៌ក្រហមឲ្យបានប្រយុទ្ធតតាំងជាមួយនឹងខ្មោចព្រៃនោះខ្មោចព្រៃនិងក្របីប្រយុទ្ធគ្នាទៅវិញទៅមកអស់រយៈពេលជាយូរដែលដោយសារក្របីនិងខ្មោចព្រៃនោះមិនមានកម្លាំងអន់ថយនោះទេហើយក៏ប្រយុទ្ធគ្នាបន្តទៀតរហូតដល់មិនមានអ្នកណាចាញ់នោះទេហើយក្របីបានវាត់ចំក្បាលរបស់ខ្មោចនោះធ្វើឲ្យខ្មោចនោះមានកម្លាំងអន់ថយបន្តិចជាឱកាសល្អលោកគ្រូបានយកឃ្លោកចេញមកឲ្យសូត្រមន្តអាគមគាថាឲ្យបានស្រូបយកព្រលឹងរបស់ខ្មោចព្រៃនោះចូលទៅក្នុងឃ្លោកនោះទៅឲ្យបានបិទគម្របចិត្តហើយបិទគម្រិតចិត្តបែបនេះទើបដាក់យ័ន្តថែមទៀតក្រោយមកទៀតលោកគ្រូបានយកឃ្លោកនឹងកប់នៅក្នុងដីដោយសារតែខ្មោចព្រៃនឹងវាធ្លាប់រស់នៅក្នុងព្រៃនឹងទើបលោកគ្រូគាត់បានកប់ខ្មោចព្រៃនឹងចូលទៅក្នុងដីនៅក្នុងព្រៃនឹងទៅបន្ទាប់ពីកប់ឃ្លោកនោះរួចហើយលោកគ្រូបានវត្តសេមានៅជុំវិញព្រៃនឹងដើម្បីការពារខ្លាចក្រែងខ្មោចព្រៃនឹងវារួចមកម្ដងទៀតប្រសិនបើវាអាចងើបមកម្ដងទៀតអានុភាពវាខ្លាំងជាងមុនពិបាកក្នុងការទប់ទល់ណាស់ហើយលោកគ្រូបានផ្ដាំប្រាប់ទៅកាន់អ្នកភូមិទៀតថាហាមចូលព្រៃនេះជាដាច់ខាតបន្ទាប់ពីព័ទ្ធខ្សែសីមារួចហើយជុំវិញព្រៃរួចហើយលោកគ្រូនិងអ្នកភូមិបានយកសាកសពរបស់មសួនទៅធ្វើបុណ្យតាមប្រពៃណីយើងខ្មែរយើងទៅក្រោយការធ្វើបុណ្យសពរួចហើយអ្នកភូមិពុំមានអ្វីផិតភ័យទៀតនោះទេតាំងពីពេលនោះមកអ្នកភូមិមិនហ៊ានចូលទៅបរបាញ់នៅក្នុងព្រៃនោះទៀតឡើយកន្លងបានរយៈពេលជា2ឆ្នាំក្រោយការបរបាញ់សត្វព្រៃក៏ចាប់ផ្ដើមមានអ្នកបរបាញ់ច្រើនធ្វើឲ្យសត្វព្រៃពុំសូវសម្បូរដូចជាពីមុនឡើយសត្វព្រៃមួយចំនួនបានរត់ចូលទៅក្នុងព្រៃដែលលោកគ្រូនោះហាមឃាត់ទាំងអស់ដោយសារតែនៅក្នុងព្រៃនោះពុំមានព្រានព្រៃណាហ៊ានចូលទៅបាញ់សត្វព្រៃនៅទីនោះឡើយទើបធ្វើឲ្យវាសបោសត្វព្រៃជាច្រើនព្រានព្រៃ2នាក់ម្នាក់ឈ្មោះថាដិនចំណែកម្នាក់ទៀតឈ្មោះថាដែនគាត់ទាំងពីរនាក់មានចេះមន្តអាគមបន្តិចបន្តួចដែរថ្ងៃមួយពួកគាត់បានចូលទៅបរបាញ់សត្វដោយសារតែថ្ងៃហ្នឹងពុំសូវមានសត្វទេពួកគាត់បាននាំបបួលគ្នាចូលទៅក្នុងព្រៃដែលលោកគ្រូនោះហាមឃាត់ដោយសារតែឮថាក្នុងព្រៃនេះគឺសម្បូរសត្វព្រៃជាច្រើនពេលគាត់ចូលទៅដំបងគាត់បានធ្វើឲ្យដាច់ខ្សែសីមាតែពួកគាត់ពុំបានដឹងនោះទេហើយគាត់បានដើរបន្តទៅទៀតឃើញសត្វព្រៃជាច្រើនពួកគាត់មិនបានគិតអ្វីច្រើននោះទេបានវាញ់ប្រហារទៅកាន់សត្វព្រៃទាំងអស់នោះដំបូងគាត់បានបាញ់បានសត្វព្រៃចំនួន1ក្បាលម្នាក់គឺសត្វជ្រូកព្រៃដោយសារតែក្នុងព្រៃនេះគឺមានសត្វព្រៃច្រើនពួកគាត់សប្បាយក្នុងការប្រហារសត្វព្រៃណាស់ដោយមិនមានការផាត់ភ័យនោះទេពួកគាត់បានដេញប្រហារសត្វព្រៃយ៉ាងច្រើនបានសត្វព្រៃច្រើនហើយពួកគាត់មិនព្រមឈប់នោះទេហើយពួកគាត់បានបាញ់សាច់ជ្រូកព្រៃនោះមួយទៀតតែខណៈពេលដែលសត្វជ្រូកព្រៃនោះវារត់ចៃដន្យគាត់ក៏បានជន់ទៅនឹងឃ្លោកដែលលោកគ្រូនោះបានកប់ដីដែលធ្វើឲ្យរហែកយ័ន្តបានធ្វើឲ្យរបូតយ័ន្តធ្វើឲ្យប្រលឹងខ្មោចព្រៃនោះបានចេញមកម្ដងទៀតពេលដែលខ្មោចព្រៃនោះវាចេញមកវាស្រែកលើរំពងឡើងពេញព្រៃហើយពួកគាត់បានឃើញរូបរាងខ្មោចព្រៃនោះពួកគាត់ពិតជាភ័យខ្លាចខ្លាំងណាស់គ
គាត់បានយកកំភ្លើងរបស់គាត់បាញ់ទៅលើខ្មោចព្រៃនោះអស់ជាច្រើនគ្រាប់ដោយសារតែកម្លាំងខ្លាំងអស្ចារ្យរបស់វាអាគមល្មមមិនអាចធ្វើអ្វីវាបាននោះទេបងដិននិងបងដែនបានបាញ់ជាច្រើនគ្រាប់ទៀតទៅកាន់ខ្មោចព្រៃនោះតែហាក់ដូចមិនមានប្រសិទ្ធភាពនោះទេខ្មោចព្រៃនោះបានវាយប្រហារទៅលើបងទាំងពីរនាក់នោះធ្វើឲ្យពួកគាត់ស្លាប់នឹងកន្លែងនឹងទៅឲ្យវាបានស៊ីសាច់របស់បងព្រានព្រៃទាំងពីរនាក់នឹងធ្វើឲ្យវាមានកម្លាំងអានុភាពកាន់តែខ្លាំងថែមទៀតដោយសារតែព្រានព្រៃពីរនាក់នឹងគឺចេះអាគមគិថាក្រោយមកទៀតនៅពេលខ្មោចព្រៃនោះមានកម្លាំងហើយវាបានទៅសងសឹកនៅភូមិនៅពេលយប់អ្នកភូមិបានសម្រានលងលូអស់ទៅហើយខ្មោចព្រៃបានទៅសម្លាប់សត្វគោក្របីពេលដែលអ្នកភូមិកំពុងតែលងលក់ខ្មោចព្រៃបានទៅសម្លាប់សត្វគោក្របីរបស់អ្នកភូមិខ្មោចព្រៃបានសម្លាប់គោរបស់លោកពូសឿនចំនួន2ក្បាលហើយនៅពេលព្រឹកលោកពូសឿនបានក្រោកពីដេកហើយនៅពេលព្រឹកលោកពូចានបានក្រោកពីដំណេកគាត់បានឃើញគោរបស់គាត់បានដេកស្លាប់ទៅហើយដោយមិនដឹងមូលហេតុអ្វីសោះគាត់បានប្រាប់ពីដំណឹងនេះទៅកាន់អ្នកភូមិសូមឲ្យអ្នកភូមិទាំងអស់គ្នាសូមប្រុងប្រយ័ត្នក្រោយមកពូចានគាត់ក៏ឆ្ងល់ថាសត្វអ្វីមកសម្លាប់គោគាត់បែបនេះទើបយប់នេះគាត់មិនបានសម្រាននោះទេគាត់លួចពួនមើលនៅក្រោមផ្ទះវេលាយប់ទៅហើយចាប់ផ្ដើមខ្យល់បក់តិចតិចលេឡំជាមួយនឹងសំឡេងឆ្កែលូគួរឲ្យខ្លាចខណៈនោះដែរស្រមោលខ្មៅយ៉ាងធំដំបងនៃវាពណ៌ក្រហមគួរឲ្យខ្លាចមកខំគោរបស់ពូចានពេលនោះដែរពូចានបានឃើញហើយក៏ទាញកំភ្លើងបំរុងតែបាញ់ទៅហើយតែពេលនោះខ្មោចព្រៃបានឃើញពូចានមុនហើយវាក៏ចាប់ចូលទៅវាយប្រហារពូចានមុនទៅហើយបានហែកស៊ីពូចានយ៉ាងសាហាវនៅពេលនោះប្រពន្ធរបស់ពូចានគាត់បានស្រែកហៅអ្នកភូមិយ៉ាងខ្លាំងនៅពេលនោះដែរខ្មោចព្រៃវាក៏បោលចូលទៅក្នុងព្រៃវិញទៅបន្ទាប់មកអ្នកភូមិក៏បាននាំគ្នាមកផ្ទះពូចានតែជាអកុសលពូចានបានស្លាប់បាត់បង់ជីវិតទៅហើយក្រោយមកទៀតអ្នកភូមិបានទៅរកគ្រូដែលធ្លាប់បង្ក្រាបខ្មោចនោះកាលពី2ឆ្នាំមុនមកដើម្បីបង្ក្រាបខ្មោចនោះហើយអ្នកភូមិប្រាប់ពីដំណើរដើមតងដែលខ្មោចព្រៃនោះអាចត្រឡប់មកវិញហើយបានអុកឡុកទៅដល់អ្នកភូមិថែមទៀតទៅកាន់លោកគ្រូប្រាប់ថាខ្មោចព្រៃនេះមកដងនឹងគឺមិនងាយស្រួលក្នុងការបង្ក្រាបនោះទេដោយសារតែវាមានឫទ្ធិអំណាចខ្លាំងអស្ចារ្យជាងមុនទៀតលោកគ្រូក៏មិនហ៊ានធានាថានឹងបង្ក្រាបវាបាននោះទេតែនៅហើយទៅចោះដើម្បីអ្នកភូមិទាំងអស់គ្នាលោកគ្រូក៏ត្រូវតែទៅដែរហើយលោកគ្រូនិងអ្នកភូមិបានធ្វើដំណើរចូលទៅក្នុងព្រៃនោះហើយប្រាប់អ្នកភូមិឲ្យពាក់ខ្សែសីមាជា4ហើយប្រាប់អ្នកភូមិទៀតថាទោះជាមាននឹងអ្វីសូមកុំចាក់ចេញពីខ្សែសីមានេះឲ្យសោះក្រោយការរៀបចំពិធីសពគ្រប់រួចហើយលោកគ្រូបានសមាធិនិងធ្វើការអន្តងហៅខ្មោចព្រៃនោះមកចរចាគ្នាស្រាប់តែពេលនោះខ្មោចព្រៃនោះក៏ចេញរូបរាងឡើងមកយ៉ាងគួរឲ្យខ្លាចភ្នែកវាពណ៌ក្រហមក្នុងចិត្តវាពោពេញទៅដោយកំហឹងវាបានស្ទុះមកចង់ប្រហារតែម្ដងដោយសារតែមានខ្សែសីមាទើបវាមិនអាចហ៊ានចូលមកបាននោះទេលោកគ្រូបានយកក្របីសម្រិតរបស់លោកគ្រូចេញមកហើយសូត្រផ្លុំចេញជាក្របីមួយយ៉ាងធំពណ៌ខ្មៅភ្នែកវាពណ៌ក្រហមហើយវាបានចេញមកប្រយុទ្ធជាមួយនឹងខ្មោចព្រៃនោះក្របីអាគមនិងខ្មោចព្រៃប្រយុទ្ធគ្នាចំណាយពេលអស់ជាយូរធ្វើឲ្យក្របីអាគមរបស់លោកគ្រូមិនអាចយកឈ្នះខ្មោចព្រៃនោះបានទេខ្មោចព្រៃបានកាច់បំបាក់ករបស់ក្របី
អាគមនោះឲ្យរលាយសាបសូន្យទៅអ្នកភូមិមានការផិតភ័យជាខ្លាំងហើយបណ្ដាឲ្យដាច់ខ្សែសីមាទៀតផងដែលជាឱកាសល្អសម្រាប់ខ្មោចព្រៃនោះមានឱកាសក្នុងការវាយប្រហារទៅកាន់លោកគ្រូហើយលោកគ្រូបានធ្វើការប្រយុទ្ធតបតជាមួយខ្មោចព្រៃនោះអស់រយៈពេលជាយូរតែមិនអាចយកឈ្នះខ្មោចព្រៃនោះបានឡើយក្រោយមកលោកគ្រូបានស្លាប់នៅក្រោមកណ្ដាប់ដៃរបស់ខ្មោចព្រៃនោះទៅឃើញទស្សនវិជ្ជាបែបនេះអ្នកភូមិមានការផិតភ័យជាខ្លាំងខណៈពេលនោះដែរលេចរូបរាងនៅលោកតាសច្ចាំងម្នាក់ចេញមកនិយាយទៅកាន់ខ្មោចព្រៃថាឈប់ចងគំនុំនឹងគ្នាទៀតទៅរឿងកើតហួសទៅហើយសូមកុំចងគំនុំនឹងគ្នាទៀតកម្មរងាប់ដោយការមិនចងពៀតែពេលនោះខ្មោចព្រៃវាមិនស្ដាប់សង្ឃដីការបស់លោកតានោះទេហើយវាស្ទុះចង់ប្រហារលោកតាតែម្ដងតែពេលនោះតាមានក្របិតប្រាក់មួយបានចាក់ទៅលើខ្មោចព្រៃនោះធ្វើឲ្យវាស្រែកឡើងរំពងពេញព្រៃហើយបានរលាយខ្លួនសាបសូន្យនៅពេលនោះទៅក្រោយមកទៀតអ្នកភូមិក៏រស់នៅយ៉ាងសុខសាន្តមិនមានខ្មោចព្រៃមកតាមរំខានអុកឡុកនោះទៀតទេ